រឿងនៅក្នុងប្រទេសហ្វីលីពីនយើងត្រឡប់មកនិយាយពាក់ព័ន្ធទៅនឹងរឿងរបស់អតីតប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនដែលឈ្មោះថា Rodrigo Duterte ដែលគាត់ត្រូវបានគេចាប់ខ្លួនដោយមានដីកាពីខាង ICC គឺតុលាការព្រហ្មទណ្ឌពិភពលោកឬក៏ហៅថាតុលាការអក្រិតកម្មអន្តរជាតិដែលបានស្នើទៅកាន់ប្រធានាធិបតី Marcos របស់ប្រទេសហ្វីលីពីននៅក្នុងការចាប់ខ្លួនដោយជាប់ពីបទឧក្រិដ្ឋកម្មមនុស្សជាតិដែលនៅក្នុងអំឡុងពេលដែលឌូតឺតេគាត់ឡើងកាន់អំណាចហ្នឹងគឺគាត់បានប្រកាសរួចហើយថាគាត់នឹងបោះសម្អាតគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនដោយនៅក្នុងនោះការបោះសម្អាតរបស់គាត់ធ្វើឡើងនៅក្នុងទ្រង់ទ្រាយធំមួយដោយបានធ្វើឲ្យមនុស្សច្រើនជាង 6,000 នាក់គឺបានស្លាប់ 6,000 នាក់ហ្នឹងគឺភាគច្រើនជាមេឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ធំនៅក្នុងប្រទេសហ្វីលីពីនហើយនឹងរាយរងមានអ្នកដែលជាដៃជាជើងអ្នកដែលពាក់ព័ន្ធជាមួយគ្រឿងញៀនហ្នឹងឬក៏អ្នកខ្លះที่ជាអ្នកជួញដូរគ្រឿងញៀនតែម្ដងគ្រឿងញៀនគឺជាសត្រូវស៊ូពូជរបស់មនុស្សដ៏ធំមែនទែនរបស់មនុស្សជាតិណាលោកអ្នកដែលគាត់បដិញ្ញាតែម្ដងថាគាត់នឹងបោះសម្អាតប្រទេសហ្វីលីពីនអត់ឲ្យមានករណីគ្រឿងញៀនកើតឡើងទេដូច្នេះហើយការសម្លាប់របស់គាត់នេះគឺចង់មិនចង់វាតែងតែប៉ះឲ្យព្រោះអ្នកខ្លះអាចជាអ្នកញៀនថ្នាំអ្នកខ្លះអាចនឹងជាដៃជើងរបស់ពួកញៀនថ្នាំដែលត្រូវបានសម្លាប់នៅពេលដែលមានការចុះប្រតិបត្តិការម្ដងឧបមាថាគាត់បញ្ជាទៅឲ្យមានការសម្លាប់ជួនកាលប៉ូលីសហ្នឹងក៏អាចនឹងធ្វើខុសសម្លាប់ខុសជនដែលជាអ្នកជួញដូរគ្រឿងញៀនមែនទែនឬក៏ជាជនរងគ្រោះក៏មានដែរវាតែងតែមានអករណីកើតឡើងអញ្ចឹងហើយក្រុមសាច់ញាតិរបស់ជនរងគ្រោះទាំងអស់នោះក៏ធ្វើការចេញមកតវ៉ាដើម្បីទាមទារឲ្យមានការដាក់ទោសទៅលើលោកឌូតឺតេក្នុងអំឡុងពេលដែលគាត់កាន់អំណាចនឹងឯងអ្នកចាប់ចម្រិតអ្នកជួញដូរគ្រឿងញៀននឹងពួកសង្គមងងឹតជាច្រើនគឺត្រូវបានប៉ូលីសរបស់គាត់ធ្វើការបោះសម្អាតតិចសួរថាអ្នកដែលលើកមកបដាអ្នកកាន់បដាដែលចេញមកដើម្បីទាមទាររកយុត្តិធម៌ឲ្យកូនឬក៏ជាជនរងគ្រោះដោយសារស្នាដៃរបស់ឌូតឺតេយើង flashback ទៅវិញតើជនរងគ្រោះពិតប្រាកដពីគ្រឿងញៀនដែលនៅក្នុងប្រទេសនីមួយៗឬក៏ឥឡូវយើងលើកយកតែប្រទេសហ្វីលីពីនដែលស្លាប់កជើងគ្នាដែលត្រូវគេធ្វើបាបដែលត្រូវគេចាប់រំលោភដែលញៀនគ្រឿងញៀនធ្វើបាបឪពុកម្ដាយដុតផ្ទះចោលហើយនឹងទៅសម្លាប់មនុស្សជាច្រើនអ្នកតទៅទៀតនោះគេមានបានស្រ័យទាមទាររកយុត្តិធម៌ដែរទេគេឈឺចាប់ដែរទេវាដូចគ្នាអញ្ចឹងហើយការគ្រប់គ្រងមួយពីដៃទី3ដើម្បីធ្វើយ៉ាងណាឆ្កឹះឌូតឺតេចេញពីក្នុងប្រទេសនោះដោយយប់មិញនេះគេបានបញ្ជូនដោយយប់មិញនេះគឺគេជួលយន្តហោះ private មួយដើម្បីបញ្ជូនឌូតឺតេភ្លាមទៅកាន់ទីក្រុងឡាអេរបស់ប្រទេសហូឡង់ដើម្បីធ្វើការកាត់ទោសព្រោះទីនោះគឺជាកន្លែងដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិគេនៅទីនោះណាដែលមានកូនស្រីរបស់គាត់ហ្នឹងគឺជារងប្រធានាធិបតីរបស់ហ្វីលីពីនគឺទៅតាមក្រោយចំណែកកូនស្រីរបស់គាត់មួយទៀតដែលឈ្មោះថា Kitty Duterte ហ្នឹងគាត់ជាអ្នកដែលធ្វើការតស៊ូមតិនៅក្នុងបណ្ដាញ social media របស់គាត់គឺ Instagram ដើម្បីទាមទារឲ្យមានការដោះលែងឪពុករួមជាមួយប្រជាជនរាប់សែននាក់ទៀតជាច្រើនអ្នកទៀតដែលបានទាមទារឲ្យមានការដោះលែងតែទីបំផុតការធ្វើអ្វីមួយដែលមិនទាន់ដោយបញ្ជូនមិនទាន់បាន24ម៉ោងស្រួលបួផងក៏បញ្ជូនឌូតឺតេទៅតុលាការ ICC ភ្លាមតែម្ដងយប់មិញ Marcos ដែលជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីនចេញមកធ្វើថ្លែងសន្និកថា
បាននិយាយថាគេមានទួនាទីនៅក្នុងការធ្វើតាមការទាមទាររបស់ ICC នៅក្នុងការបញ្ជូនឌូតឺតេទៅកាន់ ICC បើគេអត់ធ្វើអញ្ចឹងគឺថ្ងៃក្រោយមានរឿងអីមួយ ICC នឹងមិនជួយគេទេនៅក្នុងនោះ comment ហូរដូចទឹកគឺការធ្វើការវាយប្រហារដោយពាក្យសម្ដីជាច្រើនទៅលើមេដឹកនាំបច្ចុប្បន្នថាសូម្បីមនុស្សម្នាក់ការពារមិនបានផងឬក៏ជាមេដឹកនាំដ៏អាក្រក់ឬក៏ជាមេដឹកនាំដែលទទួលរងនឹងការស្អប់ខ្ពើមច្រើនជាងគេដោយខ្លួនអត់បានធ្វើអីទេបើទោះបីជានៅក្នុងករណីដែលឌូតឺតេគាត់សម្លាប់ច្រឡំឧទាហរណ៍នៅក្នុងយុគពេលហ្នឹងក៏វាត្រូវមានដំណោះស្រាយនៅក្នុងការដោះស្រាយនៅក្នុងប្រទេសរបស់ខ្លួនដែលអត់ចាំបាច់ឡើងទៅដល់ ICC នោះទេប៉ុន្តែត្រឹមបុគ្គលម្នាក់នេះដែលធ្វើដើម្បីជាតិរបស់ហ្វីលីពីន Marcos អត់អាចការពារបានទើបត្រូវប្រជាជនគេថ្កោលទោសដោយពាក្យសម្ដីដោយការខឹងសម្បាហើយទីទៀតបើសិនជាមិនមានដំណោះស្រាយជឿថាប្រជាជនដែលប្រូនៅខាងអតីតប្រធានាធិបតីហ្វីលីពីនឌូតឺតេនឹងអាចចេញមកគ្រប់កន្លែងដើម្បីធ្វើការតស៊ូនៅក្នុងការដាក់សម្ពាធទៅលើរដ្ឋាភិបាលតែយ៉ាងណាក្តីយើងក៏មិនចង់ឲ្យប្រទេសហ្វីលីពីនខ្លាចទៅជាប្រទេសមួយដែលទទួលរងនៅភ្លើងនៃសង្គ្រាមស៊ីវិលរវាងប្រជាជនហើយនឹងរដ្ឋាភិបាលដែរវាគួរតែរកដំណោះស្រាយដើម្បីដោះស្រាយជាមួយគ្នាឲ្យបានដោយសន្តិវិធីគោលការណ៍នៃការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងប្រទេសហ្វីលីពីនវាជាគោលការណ៍ដ៏ល្អតែក៏ជឿថាវាមានចន្លោះប្រហោងនៅពេលដែលចុះទៅបង្ក្រាបវាតែមានតែសួរថាគាត់ដល់ថ្នាក់រហូតដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដាក់ទោសគាត់របៀបអញ្ចឹងហើយបើប្រៀបធៀបទៅអ៊ីស្រាអែលប៊ែនយ៉ាមីន នេតានយ៉ាហ៊ូបើប្រៀបធៀបទៅរុស្ស៊ីវាអាចនឹងទោសធ្ងន់ជាងនឹងទៅទៀតតែយើងមិននិយាយទេព្រោះនៅតាមមតិយោបល់របស់ប្រជាជនរបស់ហ្វីលីពីនភាគច្រើនគេប្រាប់ថាអ្នកឯងមានមេខ្លោងធំនៃគ្រឿងញៀននៅពីក្រោយខ្នងបានជាព្យាយាមបំផ្លាញមនុស្សដែលព្យាយាមបំផ្លាញជំរុកគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនមានអ្នកគាំទ្រគាត់ច្រើនមានអ្នកការពារគាត់ច្រើនណាព្រោះគាត់ធ្វើនៅលើផ្លូវមួយដែលត្រឹមត្រូវដើម្បីការពារប្រជាជនរបស់ខ្លួនដើម្បីការពារជំនាន់ក្រោយរបស់គាត់កុំឲ្យរងគ្រោះដោយសារគ្រឿងញៀនតទៅទៀតនឹងឯងគិតទីឌូតឺតេបានចេញសារមកទាំងអារម្មណ៍ក្តុកក្តួលឪពុករបស់ខ្លួនត្រូវគេចាប់ជំរិតតាមយន្តហោះនេះទៅកាន់ទីក្រុងឡាអេប្រជាជនក៏យំសោកចេញមកដើម្បីទាមទាររកយុត្តិធម៌មកវិញគឺយុត្តិធម៌សម្រាប់ឌូតឺតេมันអាចឲ្យគេកាត់ទោសបុគ្គលដែលធ្វើដើម្បីជាតិការធ្វើដើម្បីជាតិមានខុសមានត្រូវមិនត្រូវទាំងអស់ហើយក៏មិនខុសទាំងអស់ដែរតែបើវាជាប្រយោជន៍របស់ប្រទេសវាគួរតែមានអភ័យឯកសិទ្ធិណាដើម្បីរកវិធីដោះស្រាយហើយក៏ជឿថាមានដៃទី3ជាអ្នករុញឲ្យប្រជាពលរដ្ឋទាំងអស់នោះចេញមកដើម្បីលើកបដាលើកស្លាកធ្វើខ្លួនជាជនរងគ្រោះដែលត្រូវឌូតឺតេសម្លាប់នឹងឯងក្នុងប្រទេសរបស់គេណាលោកអ្នកយើងគ្រាន់តែដឹងទៅបានហើយយើងក៏ធ្វើអីមិនបានដែរគ្រាន់តែដឹងអំពីរឿងរ៉ាវដែលវាកើតឡើងនៅជុំវិញពិភពលោកដែលលោកអ្នកគួរតែដឹងនឹងឯង